ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាចាសម្រាប់ថ្ងៃនេះបងប្អូនបានមកហូបអ្វីដែរហើយសម្រាប់នាងខ្ញុំវិញគឺចាបានស្ងោរជ្រក់ក្បាលត្រីបងប្អូនគឺក្បាលត្រីឌៀបគឺធំមែនទែនហើយក្បាលត្រីតែ2ទេប៉ុន្តែបានសម្លដល់ទៅ1ឆ្នាំងហើយនេះខ្ញុំចង់មកចែករំលែកអំពីវិធីស្ងោរក្បាលត្រីរបស់នេះខ្ញុំជូនបងប្អូនទស្សនាទាំងអស់គ្នាហើយសម្លនេះនេះខ្ញុំជឿជាក់ថាជាសម្លមួយដែលងាយស្រួលនៅក្នុងការស្លមែនទែនប៉ុន្តែបើសិនជាយើងអត់ដឹងតិចហ្នឹងគឺយើងអាចធ្វើឲ្យសម្លរបស់យើងហ្នឹងគឺមានក្លិនឆ្អាបបានចាសម្រាប់ត្រីសំខាន់គឺយើងត្រូវលាងសម្អាតវាឲ្យបានស្អាតអស់រំអិលទៅធ្វើឲ្យសម្លរបស់យើងហ្នឹងគឺมันមានក្លិនឆ្អាបហើយមួយទៀតហ្នឹងគឺយើងញ៉ាំទៅគឺមានអារម្មណ៍ថាស្និទ្ធមាត់ណាបងប្អូនហើយសម្រាប់នាងខ្ញុំមិនថាត្រីអ្វីក៏ដោយគឺនាងខ្ញុំលាងសម្អាតតតែស្អាតបងប្អូនអញ្ចឹងវិធីនៅក្នុងការសម្អាតត្រីរបស់នាងខ្ញុំគឺនាងខ្ញុំតែងតែប្រើអំបិលជាមួយនឹងក្រូចឆ្មាពីព្រោះនៅពេលដែលយើងដាក់អំបិលហើយយើងច្របាច់ជាមួយនឹងក្រូចឆ្មាជូតទៅលើកន្លែងដែលមានរំអិលហ្នឹងគឺរំអិលហ្នឹងគឺដោយមកតាមជាមួយនឹងក្រូចឆ្មាតែម្ដងហើយនៅពេលដែលយើងលាងបែបនេះហើយយើងយកទៅលាងសម្អាតជាមួយនឹងទឹកស្អាតយើងធម្មតាគឺតែ 4-5 ទឹកហ្នឹងគឺត្រីរបស់យើងគឺស្អាតអស់រំអិលតែម្ដងចាំបន្ទាប់ពីប្រើអំបិលជាមួយនឹងក្រូចឆ្មាហើយនេះខ្ញុំយកទៅលាងជាមួយនឹងទឹកស្អាតយើងធម្មតាហ្នឹងលាងរហូតដល់តែទឹករបស់យើងហ្នឹងឡើងពណ៌សទៅត្រីរបស់យើងហ្នឹងសម្អាតបានស្អាតប៉ុន្តែមិនមែនត្រឹមតែសម្អាតបានស្អាតហើយនេះខ្ញុំយកទៅស្លភ្លាមតែម្ដងនោះទេអញ្ចឹងមុននឹងយកទៅស្លគឺនេះខ្ញុំចាបានយកត្រីដែលយើងបានលាងសម្អាតស្អាតល្អហើយហ្នឹងយកទៅដាំទឹកក្តៅដើម្បីស្រុះយកជាតិឆ្អាបនឹងចេញសិនចាំបន្ទាប់ពីដាំទឹកពុះហើយហ្នឹងនេះខ្ញុំក៏បានដាក់ក្បាលត្រីហ្នឹងចូលទៅក្នុងទឹកក្តៅដែលយើងបានដាំពុះប៉ុន្តែអត់ដាក់យូរទេបងប្អូននៅពេលដាក់យូរវារលួយសាច់ណាអញ្ចឹងគឺនេះខ្ញុំចាដាក់ភ្លាមនេះខ្ញុំធ្វើការបិទភ្លើងហើយនេះខ្ញុំក៏បានស្រង់ត្រីនោះចេញវិញគឺអត់ដាក់ស្រុះយូរទេហើយនៅពេលដែលយើងស្រុះជាមួយនឹងទឹកក្តៅបែបនេះបងប្អូនឃើញទឹករបស់យើងនឹងគឺឡើងពណ៌ក្រហមនេះគឺវាចេញជាតិឆ្អាបហើយនឹងជាតិឈាមនឹងបានល្អអញ្ចឹងនៅពេលដែលយើងស្រុះវារួចហើយគឺនឹងខ្ញុំយកវាទៅលាងសម្អាតជាមួយនឹងទឹកស្អាតម្ដងទៀតធ្វើបែបនេះនឹងខ្ញុំធានាថាត្រីរបស់យើងយកទៅស្លគឺអត់មានក្លិនឆ្អាបទេបងប្អូនឥឡូវងាកមកមើលគ្រឿងដើម្បីកាត់ឆ្អាបវិញអញ្ចឹងនេះខ្ញុំប្រើជាមួយនឹងគល់លក្រីខ្ទឹមសរំដេងហើយនឹងស្លឹកក្រូចសើចហើយនឹងម្ទេសគឺយើងដាក់គ្រឿងទាំងអស់នេះទៅគឺស្ងោរជ្រក់របស់យើងមានក្លិនឈ្ងុយហើយគឺអត់មានក្លិនឆ្អាបទេអញ្ចឹងនេះខ្ញុំក៏បានដាក់ដាំទឹកដើម្បីយើងស្ងោរអញ្ចឹងបងប្អូនអាចដាក់ទឹកតិចឬក៏ច្រើនទៅតាមចំណូលចិត្តរបស់បងប្អូនចូលចិត្តខាប់ឬក៏រាវអញ្ចឹងហើយបន្ទាប់ពីដាក់គ្រឿងបងចូលហើយនេះខ្ញុំក៏បានដាក់គ្រឿងផ្សំនេះខ្ញុំប្រើជាមួយនឹងអំបិលម្សៅស៊ុបស្ករសហើយលាយជាមួយនឹងទឹកត្រីហើយបងប្អូនបើចូលចិត្តរសជាតិដិតបងប្អូនអាចដាក់បន្ថែមបន្ថយគ្រឿងទៅតាមនឹងទៅប៉ុន្តែស្ងោរជ្រក់គឺនេះខ្ញុំអត់យករសជាតិប្រៃដិតទេពីព្រោះយើងអាចជ្រលក់ជាមួយនឹងទឹកត្រីខាងក្រៅបានចាហើយនៅពេលដែលយើងដាក់ដាំទឹកស្ងោរនេះនៅពេលយើងដាក់គ្រឿងផ្សំហើយបងប្អូនត្រូវបើកភ្លើងឲ្យខ្លាំងឲ្យទឹកពុះខ្លាំងនៅពេលដែលយើងបង់ត្រីទៅគឺត្រីរបស់យើងគឺអត់មានក្លិនឆ្អាបនោះទេហើយនេះខ្ញុំតែងតែអនុវត្តពិធីនៅក្នុងការស្លបែបនេះគឺនេះខ្ញុំញ៉ាំទៅគឺស្និទ្ធមាត់មែនទែនហើយមួយវិញទៀតគឺមិនមានក្លិនឆ្អាបសូម្បីតែបន្តិចទេបងប្អូនចាហើយនៅពេលដែលពុះហ្នឹងគឺសម្លរបស់យើងគឺចាប់ផ្ដើមឡើងពពុះហើយអញ្ចឹងគឺយើងអាចដួសពពុះដែលមានអណ្ដែតនៅលើសម្លរបស់យើងហ្នឹងគឺយើងដួសពពុះហ្នឹងចេញទៅគឺធ្វើឲ្យទឹកសម្លរបស់យើងថ្លាស្អាតហើយអត់មានក្លិនឆ្អាបក្លិនអីទាំងអស់ចានៅពេលដែលសម្លរបស់យើងពុះគឺយើងភ្លក់មើលរសជាតិទៅតាមចំណូលចិត្តបងប្អូនដែលចង់បានអញ្ចឹងនៅពេលដែលឆ្អិនហើយហ្នឹងគឺនឹងខ្ញុំបង់ជាមួយនឹងជីគ្រប់មុខណាហើយជីនេះក៏ធ្វើឲ្យសម្លរបស់យើងឈ្ងុយដែរហើយក៏កាត់បន្ថយក្លិនឆ្អាបដែរអញ្ចឹងបើបងប្អូនចូលចិត្តម្ទេសបងប្អូនអាចហាន់ម្ទេសរោយពីលើឲ្យបានច្រើនបន្តិចទៅហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺនេះខ្ញុំប្រើជាមួយនឹងខ្ទឹមបំពងអញ្ចឹងខ្ទឹមបំពងនេះជួយឲ្យសម្លរបស់យើងកាន់តែមានឱជារសឆ្ងាញ់ហើយធំក្លិនឈ្ងុយតែម្ដងច
ចាហើយស្ងោជ្រក់ក្បាលត្រីនេះបងប្អូនគឺឆ្ងាញ់មែនទែនដោយសារតែក្បាលត្រីធំនៅពេលដែលយើងញ៉ាំជាមួយនឹងបាយហើយច្របាច់ជាមួយនឹងក្រូចឆ្មាញ៉ាំនៅពេលក្តៅគឺឆ្ងាញ់ខ្លាំងមែនទែនហើយណាមួយទៀតគឺក្បាលត្រីគឺយើងចិញ្ចុបទៅគឺមានជាតិគឺសឹងតែឆ្ងាញ់ជាងសាច់ត្រីធម្មតាទេបងប្អូនចាសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំក្បាលត្រីបងប្អូនអាចសាកល្បងយកមកធ្វើស្ងោរជ្រក់ក្បាលត្រីដូចនាងខ្ញុំគឺឆ្ងាញ់មែនទែនបងប្អូនអាចអនុវត្តតាមវិធីរបស់នាងខ្ញុំបានគឺហ៊ានធានាថាសម្លរបស់យើងនឹងគឺមិនមានធំក្លិនឆ្អាបនោះទេហើយការញ៉ាំរបស់យើងក៏ស្និទ្ធមាត់មែនទែនបងប្អូនចាអរគុណសម្រាប់បងប្អូនដែលតែងតែតាមដានវីដេអូរបស់នាងខ្ញុំហើយជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាផងដែរចាអរគុណ